កូនជាទីស្រឡាញ់ឲ្យទោះបីជាយើងទៅព្រះវិហាររៀងរាល់សប្តាហ៍ក៏ដោយវានឹងគួរឲ្យសោកស្ដាយប្រសិនបើយើងមិនដឹងពីសេចក្តីពិតជាមូលដ្ឋានបំផុតអំពីព្រះគម្ពីរមែនទេដូច្នេះថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅអ្វីដែលសំខាន់ខ្លាំងណាស់អំពីព្រះជានរណាគម្ពីរព្រះគម្ពីរថ្ងៃនេះមកពីទំនុកដំកើង90ពីវានិយាយថាមុនពេលភ្នំត្រូវបានបង្កើតឡើងមុនពេលផែនដីនិងពិភពលោកត្រូវបានបង្កើតឡើងព្រះតែងតែជាព្រះតាំងពីអស់កលឹបជានិច្ចដូច្នេះសូមឲ្យខ្ញុំសួរអ្នកនៅសំណួរមួយតើព្រះជានរណាមនុស្សមួយចំនួនស្រឡាញ់ព្រះខ្លាំងណាស់ប៉ុន្តែមនុស្សមួយចំនួនមិនស្រឡាញ់ព្រះទាល់តែសោះហើយខ្លះថែមទាំងនិយាយអាក្រក់អំពីទ្រង់ទៀតផងដូច្នេះតើយើងអាចដឹងថាព្រះពិតជានរណាដោយរបៀបណាយើងអាចស្គាល់ព្រះដោយការអានព្រះគម្ពីរព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះវាប្រាប់យើងថាព្រះជានរណានិងទ្រង់មានលក្ខណៈបែបណាព្រះគម្ពីរបង្រៀនយើងថាព្រះជាអ្នកបង្កើតព្រះបានបង្កើតពិភពលោកទាំងមូលនិងមនុស្សទាំងអស់នៅក្នុងព្រះគម្ពីរវានិយាយថានៅដើមដំបូងព្រះបានបង្កើតផ្ទៃមេឃនិងផែនដីវាក៏និយាយផងដែរថាព្រះបានបង្កើតមនុស្សដូច្នេះសូមឲ្យខ្ញុំសួរអ្នកនៅសំណួរមួយទៀតតើព្រះបានប្រើអ្វីដើម្បីបង្កើតពិភពលោកតើទ្រង់បានប្រើឧបករណ៍ឬសម្ភារៈដែរឬទេព្រះមិនបានប្រើអ្វីទាំងអស់មានតែព្រះទេដែលអាចធ្វើបែបនោះបាននៅពេលអ្នកក្រឡេកមើលផ្កាយដើមឈើនិងមហាសមុទ្រតើអ្នកធ្លាប់ឆ្ងល់ទេថាតើអ្នកណាបានបង្កើតរបស់ទាំងអស់នេះព្រះបានបង្កើតអ្វីទាំងអស់យើងមិនអាចបង្កើតផ្គរលាន់ឬផ្លេកបន្ទោបានទេយើងមិនអាចប្រាប់ខ្យល់ឲ្យបក់ឬឈប់បានទេប៉ុន្តែព្រះអាចធ្វើបានដូច្នេះតើព្រះបានចាប់ផ្ដើមនៅពេលណាចម្លើយគឺសាមញ្ញប៉ុន្តែអស្ចារ្យព្រះតែងតែមានព្រះជន្មរស់ហើយទ្រង់នឹងនៅមានព្រះជន្មរស់ជានិច្ចព្រះគ្មានការចាប់ផ្ដើមនិងគ្មានទីបញ្ចប់ទេសូមគិតអំពីរង្វង់មួយគ្មានការចាប់ផ្ដើមនិងគ្មានទីបញ្ចប់ទេនោះជួយយើងឲ្យយល់ពីអ្វីដែលព្រះមានលក្ខណៈអ្នកនិងខ្ញុំបានកើតនៅថ្ងៃពិសេសមួយនោះគឺជាការចាប់ផ្ដើមរបស់យើងប៉ុន្តែព្រះមិនដែលកើតមកទេហើយព្រះនឹងមិនស្លាប់ឡើយនោះហើយជាមូលហេតុដែលព្រះគម្ពីរចែងថាព្រះគឺជាព្រះពីអស់កលឹបជានិច្ចទៅអស់កលឹបជានិច្ចព្រះបានបង្កើតអ្វីទាំងអស់ព្រះជាម្ចាស់គង់នៅជារៀងរហូតប៉ុន្តែនេះជាអ្វីដែលគួរឲ្យចាប់អារម្មណ៍មានអ្វីមួយដែលព្រះជាម្ចាស់មិនអាចធ្វើបានតើអ្នកដឹងទេថាវាជាអ្វីព្រះជាម្ចាស់មិនអាចធ្វើបាបបានទេព្រះជាម្ចាស់បរិសុទ្ធនិងល្អឥតខ្ចោះព្រះជាម្ចាស់តែងតែល្អហើយតែងតែធ្វើអ្វីដែលត្រឹមត្រូវប៉ុន្តែចុះយ៉ាងណាចំពោះយើងវិញយើងជាមនុស្សមានបាបព្រះគម្ពីរក៏បង្រៀនយើងថាព្រះជាម្ចាស់ជ្រាបអ្វីទាំងអស់ព្រះជាម្ចាស់ជ្រាបមនុស្សគ្រប់រូបនិងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើព្រះគម្ពីរថែមទាំងចែងថាព្រះជាម្ចាស់ជ្រាបថាមានសក់ប៉ុន្មាននៅលើក្បាលរបស់អ្នកព្រះជាម្ចាស់ជ្រាបថាយើងគិតអ្វីនិងអ្វីដែលយើងធ្វើទ្រង់ថែមទាំងជ្រាបថាពេលណាសត្វស្លាបតូចមួយធ្លាក់មកដីព្រះគម្ពីរប្រាប់យើងថាព្រះជាម្ចាស់ល្អសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះកូនទូទាំងពិភពលោកនៅពេលដែលអាកាសធាតុត្រជាក់ហើយព្រះអាទិត្យរះតាមពកយើងនិយាយថាពន្លឺថ្ងៃមានអារម្មណ៍ល្អណាស់នៅពេលដែលអាកាសធាតុក្តៅខ្លាំងហើយពកមកហើយនាំមកនៅភ្លៀងយើងនិយាយថាភ្លៀងមានអារម្មណ៍ល្អណាស់ទាំងពន្លឺថ្ងៃនិងភ្លៀងគឺជាអំណោយពីព្រះជាម្ចាស់ដូច្នេះឥឡូវនេះកូនឲ្យអ្នកអាចប្រាប់បានថាព្រះជាម្ចាស់ជានរណាព្រះជាម្ចាស់បានបង្កើតអ្វីទាំងអស់ព្រះជាម្ចាស់គង់នៅជារៀងរហូតព្រះជាម្ចាស់បរិសុទ្ធនិងល្អឥតខ្ចោះព្រះជាម្ចាស់ជ្រាបអ្វីទាំងអស់ហើយព្រះជាម្ចាស់ល្អដែរហើយនេះគឺជាសេចក្តីពិតដ៏អស្ចារ្យបំផុតព្រះជាម្ចាស់ស្រឡាញ់អ្នកព្រះជាម្ចាស់ស្រឡាញ់ពិភពលោកខ្លាំងណាស់ដែលទ្រង់បានចាត់ព្រះរាជបុត្រាតែមួយរបស់ទ្រង់គឺព្រះយេស៊ូវបានយាងមកពិភពលោកនេះសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើងហើយបានរស់ឡើងវិញម្ដងទៀតនៅពេលដែលយើងជឿលើព្រះយេស៊ូវអំពើបាបរបស់យើងទាំងអស់ត្រូវបានអត់ទោសហើយយើងអាចរស់នៅជាមួយព្រះជាម្ចាស់ជារៀងរហូតនៅស្ថានសួគ៌ដូច្នេះកូនឲ្យចូលចាប់ផ្ដើមអានព្រះគម្ពីរនៅពេលដែលអ្នកអានព្រះគម្ពីរអ្នកនឹងរៀនកាន់តែច្រើនអំពីអ្នកណាជាព្រះហើយរៀងរាល់ថ្ងៃអាទិត្យ
សូមឲ្យយើងមកព្រះវិហារហើយថ្វាយបង្គំព្រះជាម្ចាស់ជាមួយគ្នាខ្ញុំនឹងជួបអ្នកម្ដងទៀតនៅសប្តាហ៍ក្រោយ